មានរឿងមួយថាមានបុរសម្នាក់មានប្រពន្ធល្អទើបតែរៀបការថ្មីបណ្ដាលគ្នាទៅសួរញាតិមានកំឡោះពីរនាក់បានឃើញក៏ស្រឡាញ់ចង់បានវាគិតថាយើងធ្វើដោយម្ដេចនឹងបានចៅម្នាក់ឆ្លើយថាងាយទេឯងគិតទៅរកខ្ចីរទេះគោមកបប៉ុន្តែឯងមិនស្គាល់អញបើអញសួរឯងកុំប្រាប់ថារទេះចូលឯងប្រាប់ថាចន្ទោថានឹមទៅវិញទើបកំឡោះម្នាក់ដែលខ្ចីរទេះគេមកបឲ្យជប់យ៉ាងបរិសបណ្ដាប្រពន្ធនោះដើរមកដាល់ក៏កំឡោះម្នាក់នោះវាសួរថាណែអញ្ជើញមកឯងជប់និយាយគ្នាលេងបន្តិចសិនបរិសការប្រពន្ធថ្មីក៏ចូលទៅអង្គុយលេងលុះកំឡោះម្នាក់បរទេះមកដាល់វាធ្វើជាសួរថានេះហៅអ្វីអ្នកបរិសប្តីប្រពន្ធឆ្លើយប្រាប់ថាគេហៅរទេះមែនឬអ្នកបរិសនោះថាមែនបើមែនអ្នកហ៊ានភ្នួលនឹងខ្ញុំទេបរិសនោះសួរថាអ្នកឯងមានទ្រព្យអ្វីភ្នួលនឹងយើងកំឡោះនោះថាបើខ្ញុំចាញ់ខ្ញុំនៅជាខ្ញុំអ្នកបើខ្ញុំឈ្នះសុំតែប្រពន្ធអ្នកបរិសនោះគិតថាប្រកាសជាគេហៅរទេះមែននឹងខ្លាចអ្វីក៏ព្រមភ្នួលនឹងគេទៅទើបកំឡោះដែលឈោសួរទៅអ្នកបរទេសចង្អុលទៅសួរទៅចន្ទោលកំឡោះអ្នកបរទេសប្រាប់ថានេះគេហៅចន្ទោលចង្អុលសួរទៅនឹមថានេះគេហៅនឹមនេះគេហៅទូកនេះគេហៅត្រីនេះគេហៅប្រែកនេះគេហៅកង់នេះគេហៅខ្នងកង់នេះគេហៅត្រពងដល់ឆ្លើយរួចសពគ្រប់កំឡោះនោះសួរទៅបរិសជាប្តីថាឥឡូវគេមិនហៅរទេះទេបើដូច្នោះតើអ្នកឯងព្រមចាញ់យើងឲ្យប្រពន្ធមកយើងឬម្ដេចបរិសជាប្តីនោះមិនព្រមដល់ប្រកែកទៅមិនឈ្នះគេដណ្ដើមយកប្រពន្ធទៅបានបុរសនោះមិនសុខចិត្តទៅប្តឹងចៅក្រុមឲ្យទៅកោះចៅទាំងពីរនោះមកជំនុំកំឡោះទាំងពីរនាក់នោះវាសោកចៅក្រុមកាត់សេចក្តីថាត្រូវចាញ់គេហើយត្រូវឲ្យប្រពន្ធទៅគេហើយបុរសនោះខឹងណាស់ត្បិតគេយកប្រពន្ធទៅបានដារផងយំផងដារបន្តិចទៅប្រតិសុភាទិនសាយសួរថាធ្វីបានជាយំបងបុរសនោះប្រាប់តាមដំណើរសពគ្រប់សុភាទិនសាយថាបើដូច្នោះបងឯងកុំភ័យរកតែជែកមកឲ្យយឿនស៊ីសិនយឿនទៅជួយជំនុំឲ្យបានប្រពន្ធមកវិញបុរសនោះអរណាស់ខំទៅរកជែកមកឲ្យសុភាទិនសាយស៊ីជែករួចហើយដើរទៅជាមួយបុរសនោះទៅដល់សួរចៅក្រុមថាលោកកាត់សេចក្តីគេនោះតាដូចម្ដេចខ្លះចៅក្រុមឆ្លើយប្រាប់តាមដំណើរសពគ្រប់សុភាទិនសាយថាលោកកាត់សេចក្តីមិនទាន់អស់ទេបើដូច្នេះខ្ញុំសូមកាត់សេចក្តីនេះផងឲ្យសុខចិត្តទាំងពីរខាងសុភាទិនសាយសួរកំឡោះដែលយកប្រពន្ធគេមកនោះថាអ្នកទាំងពីរនាក់កើភ្នួលគ្នាថាដាក់អ្វីបរិសនោះឆ្លើយថាដាក់ប្រពន្ធសុភាទិនសាយសួរទៅកំឡោះនោះថាត្រង់ណាហៅប្រពន្ធបើអ្នករកឃើញយកទៅចោះបើរកមិនឃើញទេឲ្យប្រពន្ធទៅគេវិញទៅកំឡោះនោះចាប់ត្រង់ដៃសុភាទិនសាយប្រាប់ថានេះគេហៅថាដៃទេវាចាប់ត្រង់ជើងសុភាទិនសាយថានេះគេហៅជើងទេវាចាប់ត្រង់នេះក៏ថាមិនមែនត្រង់នោះក៏ថាមិនមែនហើយប្រាប់ថារួមទាំងអស់គ្នាទៅគេហៅប្រពន្ធឯរទេះក៏ដូចគ្នាគឺគេហៅចិនតូននាមទូកត្រាយប្រែកធ្នងត្រពងរួមទាំងអស់នេះទៅហៅថារទេះបើដូច្នេះឯងយកប្រពន្ធគេមិនបានទេឲ្យមកគេវិញទៅសុភាទិនសាយឲ្យកំឡោះនោះយកប្រពន្ធមកវិញសុភាទិនសាយស្ដីឲ្យលោកចៅក្រមថាបងកាត់សេចក្តីនេះស៊ីតែសំណួរគេគ្មានត្រង់តាមព្រះច្បាប់សោះបុរសនោះប្រាប់ប្រពន្ធមកវិញក៏អរណាស់លើកដៃសំពះសុភាទិនសាយថាលោកបងកាត់សេចក្តីនេះពេញហៅត្រង់ហើយឲ្យលោកបានសម្បត្តិសុខនិព្វាន